សេចក្តីប្រកាសព័ត៌មានក្រសួងព័ត៌មានបានសម្រេចលុបចោលបានសម្គាល់អ្នកសារព័ត៌មានឈ្មោះខាន់សារ៉តនិងសូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានផ្សេងទៀតនិងសាធារណជនមេត្តាបញ្ឈប់ការចែកចាយនិងផ្សព្វផ្សាយនៅរូបភាពឃ្លីបវីដេអូការចោទបង្ក្រាបជនសង្ស័យរំដោះអ្នកទោសនៅខេត្តស្វាយរៀងដែលការបង្ហោះមានបញ្ហាខុសវិជ្ជាជីវៈក្រមសីលធម៌ធ្ងន់ធ្ងរនិងសូមក្រើនរំលឹកដល់អ្នកសារព័ត៌មានទាំងអស់សូមប្រកាន់ខ្ជាប់នៅក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននិងច្បាប់របបសារព័ត៌មានយោងតាមរយៈការបង្ហោះរបស់ឯកឧត្តមនេតភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាននិងយោងតាមសេចក្តីប្រកាសព័ត៌មាននៅល្ងាចថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025នៅពេលកងកម្លាំងសមត្ថកិច្ចចុះបង្ក្រាបករណីរំដោះឧក្រិដ្ឋជនជាតិវៀតណាមចេញពីសាលាដំបងខេត្តស្វាយរៀងមេរូបភាពដែលបានបង្ហោះអមដោយការអធិប្បាយជាមួយពាក្យសម្ដីមិនសមរម្យលើរូបរាងកាយនិងការយកដៃទៅស្ទាបអង្អែលថ្ពាល់របស់ជនសង្ស័យជាស្ត្រីតាមការស្រាវជ្រាវភាសាដែលបានប្រើប្រាស់និងយកដៃអង្អែលថ្ពាល់ស្ត្រីជនសង្ស័យគឺជាដៃរបស់អ្នកកាសែតអនឡាញម្នាក់ឈ្មោះខាន់សារ៉តដែលរស់នៅនិងបម្រើការងារនៅខេត្តស្វាយរៀងទង្វើនេះជាទង្វើខ្វះសីលធម៌និងបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលហាមឃាត់មិនឲ្យអ្នកសារព័ត៌មានប្រើប្រាស់ពាក្យសម្ដីនិងបៀតបៀនរូបរាងកាយរបស់ស្ត្រីឡើយវិធានការនៃជាន់ចំពោះមុខគឺក្រសួងព័ត៌មានបានសម្រេចលុបចោលសុពលភាពនេះបានសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះខាន់សារ៉តនេះភ្លាមក្រោយបានរកឃើញមានកំហុសឆ្គងវិជ្ជាជីវៈធ្ងន់ធ្ងរក្រសួងព័ត៌មានក៏បានដាក់បុគ្គលនេះនៅក្នុងបញ្ជីហាមឃាត់មិនអនុញ្ញាតឲ្យធ្វើអាជីវកម្មនិងសកម្មភាពនានានៅក្នុងវិស័យព័ត៌មាននិងសោទស្សនៈចាប់ពីថ្ងៃនេះតទៅបន្ថែមលើនេះនៅព្រឹកស្អែកមន្ត្រីជំនាញនៃក្រសួងព័ត៌មាននិងក៏ហៅបុគ្គលឈ្មោះខាន់សារ៉តនេះមកធ្វើការណែនាំនិងអនុវត្តវិធានការស្របតាមលិខិតបកតាំងគតិយុត្តនិងច្បាប់ជាធរមានជាមួយគ្នានេះក្រសួងព័ត៌មានក៏សូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានផ្សេងទៀតនិងសាធារណជនមេត្តាបញ្ឈប់ការចែកចាយនិងផ្សព្វផ្សាយនៅរូបភាពឃ្លីបវីដេអូដែលមានបញ្ហានេះនិងសូមក្រើនរំលឹកដល់អ្នកសារព័ត៌មានទាំងអស់សូមប្រកាន់ខ្ជាប់នៅក្រមសីលធម៌វិជ្ជាជីវៈស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននិងច្បាប់ជាធរមាន